គ្នាអញ្ចឹងនេះខ្ញុំមកបរៀនពីរបៀបលេង threading ណាថាគេលេងធ្វើមិនអញ្ចឹងចេញទម្រង់បែបហ្នឹងបងប្អូនចុចចូលមកកន្លែងនេះកន្លែងហ្នឹងណាដើម្បីយើង search ភាគហ៊ុនយកមក thread ឥឡូវយើងចុចមកឈប់អូខេចុចមកដល់ហ្នឹងហើយបងប្អូនប្រកាសជាឃើញភាគហ៊ុនផ្សេងនេះអាហ្នឹងណាភាគហ៊ុនផ្សេងច្រើនមែនតើមិនមែនតែសាឡាមអីចឹងទៅប៉ុន្តែជាទូទៅខ្មែរយើងគឺ thread ទៅលើមាសដែលហៅថា goal ណាពាក្យអង់គ្លេសអញ្ចឹងយើង search មកsearch លើនេះពេញបោកហ្នឹងណាចុចលើវាមួយមកហើយ search តាមខ្ញុំនេះ search G O L D នេះបងប្អូនឃើញអត់ goal ហ្នឹងបន្តមកទៀតបងប្អូនចុចស្វែងសញ្ញាបូកហ្នឹងមកអូខេឡើងចុចហើយហ្នឹងហើយសញ្ញាបូកតបន្តិចចុចចេញអូសមកក្រោមបងប្អូនក៏จะឃើញនេះ goal នេះហ្នឹងហើយបងប្អូនស្លេចលើវាមួយមកស្លេចមួយជពាក់ថាឆាតនេះនេះអូខេឡើយចូលមកដល់ហើយនេះ goal យើងហ្នឹងហើយអូខេហើយរបៀបទិញលក់បងប្អូនចុចមកឡាយនេះឡាយហ្នឹងណាចូលទៅចុចពីរបៀបទិញលក់ថាគេទិញលក់ធ្វើមិនអញ្ចឹងបងប្អូនចុចមកអូខេចុចមកនឹងចេញទម្រង់បែបនេះទម្រង់បែបហ្នឹងណាប៉ុន្តែបងប្អូននៅក្រោមអញ្ចឹងទេប្រកាសជានៅលើនេះហើយនេះនៅខាងលើហ្នឹងណាប្រកាសជានៅលើហ្នឹងហើយតែខ្ញុំយកដាក់ក្រោមស្រួលចុចអូខេអញ្ចឹងបងប្អូនប្រកាសជាឃើញបតុងទី1 sale បតុងទី2 buy sale មិនន័យថាយើងលក់ចុះ buy មិនន័យយើងទិញឡើងហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការចុចអីអត់តន់ចុចទេមុនដំបូងយើងមើលឡើងនេះយើងមើលឡើងក្រាបវាហ្នឹងសិនណាយើងមើលកន្លែងខ្សែនេះខ្សែប្រខៀវខ្សែទូចហ៎បងប្អូនគិតថាវាចុះឬក៏វាឡើងគិតថាវាចុះនេះចុះមកដល់ក្រោមនេះចុះមកដល់ក្រោមហ្នឹងបងប្អូនចុច sale មកអូឈប់ចាំតិចអូខេចុច sale មួយមកនឹងចេញនេះពាក្យថា seller ណា sale ប្រកាសជាឃើញហើយហ្នឹងហើយអញ្ចឹងបើទីផ្សារហ្នឹងចុះមកដល់ឡៃអ្នកនរគ្នាគិតនេះឡៃហ្នឹងបងប្អូនប្រកាសជាចំណេញអូខេឥឡូវបងប្អូនឃើញអត់នេះទីផ្សារវាបានចុះមកហើយចុះពីតម្លៃ86នោះអា5186ហ្នឹងចុះមកដល់តម្លៃ5184ឥឡូវយើងចំណេញឡើង100ជាងនេះតែអាហ្នឹងលុយ demo ទេបងប្អូនយើងអាចដកបានទេលុយ demo ណាបញ្ជាក់ការ trade គឺអញ្ចឹងទាំងអស់គ្នាបើតែសំខាន់យើងមើលទៅលើកន្លែងនេះបងប្អូននេះអាខ្សែបន្ទាត់ PQ ហ្នឹងអាទូចហ្នឹងណាយើងគិតថាវាចុះឬក៏វាឡើងបើយើងគិតថាវាចុះយើងចុច sale មកបើយើងគិតថាវាឡើងយើងចុច buy ដូចយើងអញ្ចឹងនេះយើងចុច sale ឡើយហ្នឹងពេលទីផ្សារចូលមកក្រោមទីយើងចំណេញនេះឃើញចំណេញអត់អូខេប៉ុន្តែបើយើងចុច sale ឡើយហ្នឹងទីផ្សារហោះទៅលើយើងខាតតែបើយើងគិតថាទីផ្សារទៅលើយើងចុច buy ទៅវាឡើងទៅលើពិតមែនយើងចំណេញបងប្អូនយល់អត់ប៉ុណ្ណឹងបើអត់យល់ខមមិនមកណាខមមិនតាមត្រង់មកចាំខ្ញុំចេញវីដេអូបន្តទៀត